កូនខ្ញុំគេថាចង់ញ៉ាំបុកសណ្តែកសាច់គោហើយញ៉ាំមុខផ្ទះទៅម៉ាក់ញ៉ាំបែបឈៀលល្ងាចឡើងអីចឹងណាមានឯណាបងប្អូនណាគ្រាន់តែកូនញ៉ាំភ្លៀងដូចបាក់មេឃពំបានមួយម៉ាត់ពីរម៉ាត់ហ្នឹងគឺថាភ្លៀងដេញរត់ចូលក្នុងផ្ទះវិញហើយសាច់គោទៅយើងទិញបានសាច់គោល្អជាប់ខ្លាញ់ល្អមែនទេឡើងស្រស់ហ្មងណាចឹងថ្ងៃនេះបងប្អូនមកមើលពីរបៀបបុកសណ្តែកសាច់គោខ្ញុំងាយស្រួលក្នុងការធ្វើទេហើយមានរសជាតិឆ្ងាញ់មួយមុខនេះបើសិនតែយើងយកទៅធ្វើជាគ្រឿងក្លែមនឹងអត់ត្រូវបងប្អូនហើយសាច់គោវិញបងប្អូនបើសិនតែបានទិញសាច់គោជាប់ខ្លាញ់បែបនេះទៀតរសជាតិកាន់តែកើនឡើងបងប្អូនអាចហាន់ស្ដាងយកទៅស្រស់ឬក៏អាចនឹងយកមកប្រឡាក់ចៀនជាមួយប៊ឺដូចខ្ញុំអញ្ចេះក៏បានដែរដូចខ្ញុំប្រឡាក់ចៀនជាមួយប៊ឺខ្ញុំដាក់គ្រឿងមានតែប្រេងខ្យងបន្តិចទៅហើយនឹងស្ករហើយនឹងប៊ីចេងបន្តិចឡំមកបងប្អូនយើងយកទៅចៀនជាមួយប៊ឺមានរសជាតិឆ្ងាញ់ហើយក្លិនឡើងឈ្ងុយល្អពេលយើងយកមកបុកអញ្ចេះរសជាតិកាន់តែឆ្ងាញ់ទៀតដែរបងប្អូនហើយរបៀបធ្វើនេះវាម្យ៉ាងម្នាក់ជាមួយនឹងសាច់គោស្រស់ទេតបមកទៀតមានអីច្រើនទេយើងបុកខ្ទឹមសខ្ទឹមក្រហមអញ្ចឹងមកសណ្តែកដីតិចមកហើយយើងដាក់សណ្តែកយើងបុកបែកមកបន្ទាប់មកទៀតយើងបន្ថែមជាមួយនឹងក្រូចឆ្មាហើយយើងដាក់សាច់គោយើងចូលមកយើងបុករៀងញុំតិចមកបងប្អូនតបពិសោធន៍ឲ្យបងប្អូនអាចភ្លក់មើលរសជាតិបានហើយខ្ញុំកន្លែងនេះរៀងស្ទើជូរបន្តិចក៏បន្ថែមក្រូចឆ្មាមួយចំណិតពីរទៀតទៅហើយត្បាល់រៀងតូចបងប្អូនដល់ពេលអញ្ចឹងទៅពិបាកក្នុងការបុកដល់សារអីវាហៀបចេញខាងក្រៅទៅវាមើលទៅវាប្រឡាក់អត់សូវស្អាតរួចរាល់ហើយបងប្អូនងាយស្រួលមែនទែនបុកសណ្តែកសាច់គោហើយជាម៉ណុយគ្រឿងក្លែមដែលអាចយកមកញ៉ាំបានហើយថ្ងៃនេះមិនត្រឹមតែមានបុកសណ្តែកសាច់គោទេណាកូនគេថាម៉ាក់បើបុកសណ្តែកសាច់គោមួយមុខអញ្ចឹងវាដូចជាតិចពេកអញ្ចឹងហើយម៉ាក់ឯងថែមមន់ដុតអីមួយទៀតមកហើយខ្ញុំថាអូស្រួលមន់ដុតមានអីពិបាកទេប្រឡាក់តែគ្រឿងបានយកទៅដុតនៅក្នុងអូវ៉ាន់ទៅមិនពិបាកទេពេលដែលយើងបុកសណ្តែកសាច់អូនផងខ្ញុំគាត់មើលវីដេអូរបស់ចិនហើយគាត់ឃើញគេដុតមន់ផ្លែប៉ោមបងប្អូនគាត់ថាអើយតំណងម្លេះគាត់ថាដុតឲ្យគាត់ញ៉ាំបានដែរអត់តែខ្ញុំថាដុតបានតាឲ្យទៅថាចង់ញ៉ាំចាំតែភ្លក់ទៅដឹងរសជាតិមិនវិញដល់ពេលហើយទៅខ្ញុំក៏ចាប់ផ្ដើមស្អែកឡើងទៅទិញមន់បានមន់ស្រែ2ក្បាលអូយល្អទៀតគ្រឿងផ្សំវិញអត់មានអីច្រើនទេគ្រឿងផ្សំគេហ្នឹងមានតែផ្លែប៉ោមខ្ទឹមបារាំងខ្ទឹមសខ្ទឹមក្រហមនេះខ្ញុំបន្ថែមខ្លួនឯងណាបងប្អូនហើយគល់វ៉ាន់ស៊ុយហ្នឹងក៏ខ្ញុំថែមខ្លួនឯងដែរបើសិនរបស់គេអត់ប្រើទេតែខ្ញុំអត់សូវចោលទេដោយសារខ្ញុំចង់បានក្លិនរៀងឈ្ងុយអីចឹងទៅខ្ញុំបន្ថែមគល់វ៉ាន់ស៊ុយលក្ខខ្ទឹមម្ទេសអីចឹងទៅអាហ្នឹងបែបយើងកាត់ខ្មែរតិចមកបានវាឆ្ងាញ់បងប្អូនបើយើងយកតាមគេទាំងស្រុងពេកពេលខ្លះក៏វានេះតែយើងខ្មែររសជាតិបែបខ្មែរយើងលាយឡំគ្នាតិចមកក៏ឆ្ងាញ់ដែរតែឥឡូវនេះខ្ញុំរៀបចំគ្រឿងហើយយើងចាប់ផ្ដើមមកប្រឡាក់សាច់មាន់ហើយប្រឡាក់សាច់មាន់នេះខ្ញុំអត់មានប្រើអីច្រើនទេប្រើតែស្ករហើយនឹងទឹកស៊ីអ៊ីវប្រេងខ្យងហើយស៊ីអ៊ីវខ្មៅនឹងដាក់បន្តិចតែដោយសារចង់បានពណ៌បងប្អូនចឹងហើយថែមម្សៅស៊ុបបន្តិចមកបានហើយយើងកូរច្បល់គ្រឿងឲ្យសព្វចូលគ្នាមកហើយបន្តមកទៀតខ្ញុំបន្ថែមប្រេងបន្តិចមកហើយយើងចាប់ផ្ដើមប្រឡាក់មាន់នឹងយើងប្រឡាក់ទាំងក្រៅទាំងក្នុងឲ្យសព្វតែម្ដងឥឡូវចាប់ផ្ដើមដាក់ដុតឲ្យបងប្អូនពេលដុតហ្នឹងខ្ញុំរៀបចំដាក់ខ្ទឹមបារាំងហ្នឹងដាក់ទ្រាប់ខាងក្រោមបាតហ្នឹងមកហើយបន្តមកទៀតគ្រឿងផ្សេងដាក់ទ្រាប់ទាំងអស់មកបងប្អូនមានគល់វ៉ាន់ស៊ុយខ្ទឹមសខ្ទឹមក្រហមអីហ្នឹងដាក់មករួចហើយបន្ថែមប្រេងនេះកន្លះកូនចានចង្កឹះមកបន្ថែមខ្ញី2 3ចំណិតមកហើយប៉ោមយើងទៅរៀបទុំវិញដែរអញ្ចឹងមកដាក់គៀនចន្លោះហ្នឹងបងប្អូនយើងចេះសៀតមករួចហើយយើងគ្របទុកទៅតែ25នាទីដឹងឲ្យឆ្អិនបានញ៉ាំហើយរសជាតិដឹងតែឆ្ងាញ់តែម្ដងរសជាតិប្លែកមាត់ផ្អែមចេញពីផ្លែឈើបងប្អូនផ្លែប៉ោមមានរសជាតិផ្អែមហើយមិនផ្អែមទាំងស្រុងពេកទេវាមានរសជាតិផ្អែមបែបរៀងមានជាតិជូរចេញពីផ្លែប៉ោមតិចហើយក្លិនក៏ឈ្ងុយដែរទៅពេលដុតមាន់បែបនេះត្រូវគ្នាមែនទែនអញ្ចឹងរសជាតិឆ្ងាញ់បងប្អូនមើលវីដេអូនេះហើយបងប្អូនអាចសាកធ្វើញ៉ាំបានណា